អាទិត្យនេះនឹកឃើញឃ្លានស្លគោបងប្អូនទៅពេលទៅដល់ផ្ទះអ៊ំនឹងឃើញមានបន្លែគោគ្រប់សពទាំងអស់មានទាំងផ្កាអង្គាដីទៀតណាប៉ុន្តែទោះតែម្យ៉ាងអត់មានផ្កាកសាំងហើយនឹងអត់ត្រាប់ពុតញងបងប្អូនបើសិនជាបានពីមុខនឹងទៀតមកអូយអែហ្មងគ្រប់គ្រឿងគេហើយថ្ងៃនេះខ្ញុំបានស្លខ្លួនឯងទេខ្ញុំឲ្យម៉ែគាត់ស្លឲ្យខ្ញុំអ្នកចាំថតព្រោះម៉ែខ្ញុំគាត់ប្រសពស្លណាបើខ្ញុំស្លមួយដងឲ្យអត់សូវឆ្ងាញ់ទេស្លទៅដូចរសជាតិផ្សេងអញ្ចឹងទៅដូចមិនសូវត្រូវជាថាកកោអញ្ចឹងទៅខ្ញុំឲ្យម៉ែគាត់ស្លទៅហូបទាំងអស់គ្នាហើយថ្ងៃអាទិត្យអញ្ចឹងហើយដល់ហូបជុំគ្នាហើយខ្ញុំអត់សូវស្លខ្លួនឯងទេតែបើសិនជាអាទិត្យណារវល់ខ្ញុំឲ្យម៉ែគាត់ស្លអញ្ចឹងទៅខ្ញុំអត់បានជួយធ្វើអីគាត់ទេតែនេះនាមតែឲ្យគាត់ស្លទេតែបុកគ្រឿងបុកអីអញ្ចឹងទៅប្តីខ្ញុំគាត់ធ្វើឲ្យអស់ហើយណាហើយខ្ញុំឡៃតបោកខោអាវហើយបើបន្លែវិញប៉ាអ្នកបេះអញ្ចឹងស្លមួយឆ្នាំងហ្នឹងគាត់អ្នកធ្វើហ្នឹងនឹងប្រហែលអ្នកហើយមិនអ្នកស្លម្នាក់អ្នកធ្វើម្នាក់ហ្នឹងបងប្អូន2 3នាក់ហើយតម្រាំតែបានស្លមួយឆ្នាំងហ្នឹងប៉ុន្តែដល់ពេលស្លឆ្អិនហ្នឹងបងប្អូនអត់មានអ្នកហូបទេអត់សូវមានអ្នកចូលចិត្តហើយខ្ញុំណាមានណាគ្រាន់តែស្លឆ្អិនភ្លាមដួសហូបភ្លាមក្តៅខ្ញុំចូលចិត្តហូបតែក្តៅទេតែត្រជាក់ខ្ញុំអត់សូវចូលចិត្តហ្មងសូម្បីតែបាយក្តៅក៏ខ្ញុំចេះហូបតែបាយក្តៅដែរខ្ញុំអត់សូវចូលចិត្តបាយកកហ្មងទេមិនថាមិនចូលចិត្តទេយូរហូបម្ដងដូចថាម៉ោង2ម៉ោង3អញ្ចឹងទៅអាហ្នឹងម៉ោងយើងឃ្លានណាបងប្អូនហួសម៉ោងបាយពេលហើយអាហ្នឹងទៅហូបបាយកកមួយលីហាជាមួយចំណោះខ្លាញ់អីចឹងទៅអាហ្នឹងចូលចិត្តប៉ុន្តែបើម៉ោងបាយពេលដូចពេលព្រលឹមឡើងពេលថ្ងៃត្រង់ពេលល្ងាចអីហ្នឹងទៅបាយក្តៅអាហ្នឹងមិនហូបទៅឆ្ងាញ់ហើយឥឡូវនេះសម្លក៏បានឆ្អិនរួចរាល់ល្មមដែរបងប្អូនដួសមកកូនចានមកឈរហូបហ្នឹងហ្មងអត់មានទៅរើកន្លែងអង្គុយអីស្រួលបួលទេណាបងប្អូនឈរហូបចិត្តឆ្នាំងស្លហ្នឹងហ្មងហើយសម្លថ្ងៃហ្នឹងឆ្ងាញ់មែនទែនបងប្អូនអើយបើសិនជាបានម្ទេសហឹលទៀតត្រូវគ្នាណាប៉ុន្តែខ្ញុំអត់បានទៅបេះម្ទេសនៅក្រៅខ្នងខ្ញុំនឹងទេបងប្អូននៅចិត្តរោងបាយហើយម្ទេសពណ៌សទៀតត្រូវជាមួយនឹងស្លកកូននឹងហ្មងម្ទេសស្រ័យយើងបងប្អូន